Hello សួស្តីទាំងអស់គ្នាខ្ញុំបាទ QB ស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃប៉ុណ្ណេះគឺយើងនឹងបន្តសាច់រឿងប្រយោជន៍ព្រលឹងដែរអធិរាជភាគទី1នៃសាច់រឿងប៉ុន្តែវាគឺជារដូវកាលទី3អ្នកទាំងអស់គ្នាស្ដាប់អត់ច្រឡំនោះទេវាគឺជារដូវកាលទី3នោះហើយដើម្បីកុំឲ្យជប់យន្តសុបិនយូនជាងយកទៅកាន់ការសម្រេចរបស់យើងទាំងអស់គ្នាតែម្ដងទៅចាប់ដើមឡើងនៅក្នុងភាគទី1នៃរដូវកាលទី3របស់យើងជាមួយនឹងការភ្ញាក់ផ្អើលរបស់គូយន្តសឹងបន្ទាប់ពីបានឃើញនៅវត្តមានរបស់ដៅអមតៈទាំងពីរដើមតែបែបនេះគេបានប្រាប់ឲ្យពួកគេទាំង4នាក់จึงចូលព្រមគ្នាតែម្ដងទៅដើម្បីសម្រាប់យ៉ាងឲ្យបានអញ្ចឹងហើយពួកគេទាំង4នាក់បានបញ្ចេញនៅស្នៀតរួមគ្នាលេចឡើងនៅផ្កាឈូកមួយគូវិប្រហាទៅកាន់លូយ៉ាងវិញក៏មិនអន់ដែរគេក៏បានបញ្ចេញនៅស្នៀតនៃការបង្កើតដៅយិនយ៉ាងធ្វើការវិប្រហាទប់ទល់ជាមួយនឹងពួកគេទាំង4នាក់នោះវិញតែវាលេចឡើងនៅអ្នកមួយគូធ្វើការបំបែកនៅជំនាញការវិប្រហាដែលជាផ្កាឈូកមួយគូរបស់មនុស្ស4នាក់នោះនឹងបានធ្វើឲ្យពួកគេទាំង4នាក់ប៉ាំងទៅខាងក្រោយព្រមគ្នាទាំងអស់តែម្ដងខ្លះក៏របួសធ្ងន់ខ្លះក៏របួសស្រាលទៅតាមនឹងផងដែរហើយគូយន្តសឹងដែលដឹងថាមណាយកឈ្នះលូយ៉ាងបានអញ្ចឹងគេក៏បានប្រាប់ឲ្យលូយ៉ាងឈប់សិនព្រោះគេចង់ចរចាប្រសាគូរបស់គេនឹងផ្ដល់នៅថ្មទេវភាពចំនួន10000ដុំដើម្បីដោះស្រាយជាមួយនឹងគំនុំដែលបែបនេះទៅហើយលូយ៉ាងគេក៏មិនជាមនុស្សក្រអីដែរអញ្ចឹងគេក៏បានបញ្ឈប់ការវិប្រហាសិនប៉ុន្តែអបេគូយន្តសឹងនឹងលេងខូចគេបញ្ចេញនៅកន្ទុយកញ្ចក់របស់គេស្ទុះមកយ៉ាងលឿនពីកង្ក្រៃខ្នងរបស់លូយ៉ាងលោតវិប្រហាទៅលើលូយ៉ាងភ្លាមព្រមជាមួយនឹងគ្នាគេ3នាក់នៅខាងមុខលូយ៉ាងប៉ុន្តែលូយ៉ាងគេក៏មិនទៅលោមូលដែរអញ្ចឹងគេក៏បានបំផ្ទុះនៅចំហាយថោពោរបស់គេយ៉ាងខ្លាំងក្លាបំផាំងឲ្យ4នាក់នឹងខ្ទាតទៅយ៉ាងឆ្ងាយរៀងខ្លួនលូយ៉ាងលើកនេះគេក៏មិនຕົកធ្វើផ្អកអីដែរក៏បាននិយាយទៅកាន់អបេគូយន្តសឹងថាបើຕົកឲ្យឯងនៅរូច្បាស់ជាមានគ្រោះមហន្តរាយមកដល់ខ្លួនទៅជាមិនខានចឹងគួរតែបញ្ចប់ជីវិតរបស់ឯងទៅសម្រាប់ខ្លួនទៅចឹងលឿនប្រើប្រាស់ដៅអមតៈចាស់ទំលូដើមទ្រូងរបស់គូយន្តសឹងឲ្យស្លាប់នៅនឹងកន្លែង3នាក់ទៀតក៏មិនរួចខ្លួនដែរពួកគេក៏ត្រូវបានរូបកាយវិញ្ញាណរបស់លូយ៉ាងធ្វើការកាប់ចំហាយដៅវិប្រាសម្រាប់ពួកគេក៏បានធ្វើឲ្យពួកគេប៉ាំងទៅខាងមុខច្រកចូលនៃលាងមួយនឹងគប់ជួនក៏មានមនុស្សប្រមាណអ្នកមកដល់ខាងមុខលាងមួយនឹងឃើញទស្សនភាពមួយនឹងពួកគេគឺពិតជាតក់ស្លុតយ៉ាងខ្លាំងហើយលូយ៉ាងក៏បានសម្រាប់ខ្លួនមកដល់កន្លែងនឹងភ្លាមធ្វើឲ្យពួកគេកាន់តែតក់ស្លុតបន្ថែមទៀតតែលូយ៉ាងក៏មិនបានធ្វើអ្វីមកកាន់មនុស្សប្រមាណអ្នកនឹងដែរប្រាប់ពួកគេថាខ្លួនគឺនឹងមិនសម្លាប់ពួកគេនោះទេរាប់ណាពួកគេមិនស្វែងរកសេចក្តីស្លាប់ពីខ្លួនពួកគេប្រមាណអ្នកនឹងនៅចាំកាលទៀតគេຕົកជីវិតឲ្យហើយអញ្ចឹងក៏មានតែបញ្ញាប់ដាក់មានប្រួយរត់គេចភ្លាមតែម្ដងតែនៅចុងក្រោយលូយ៉ាងក៏បានស្រែកប្រាប់ប្រមាណអ្នកនឹងថាគ្មាននរណាម្នាក់អាចរត់ចាក់ចេញពីទីនេះបាននោះទេតបងឡាយពួកគេខំភ័យទៅហើយតែលូយ៉ាងក៏បានប្រាប់វិញទៀតថាមាននរណាម្នាក់អាចចាក់ចេញពីទីនេះបាននោះទេដរាបណាខ្លួនអាចចាស់ចេញពីទីនេះបានមុនធ្វើបែបនេះទើបគ្មាននរណាម្នាក់អាចផ្ញើសារទៅកាន់កន្លែងផ្សេងបានអ្នកណាដែលមិនស្ដាប់បញ្ជាខ្លួននឹងត្រូវសម្លាប់នៅនឹងកន្លែងភាគនេះរដូវកាលមួយនេះលូយ៉ាងគឺពិតជាកាចដល់កោហើយស្រីច្រើនថែមទៀតចាំមើលទៅបំជឿអត់មែនរួចហើយស្រីរឿងក៏បានកាត់មកដល់ភូមិគ្រឹះដ៏ធំស្កឹមស្កាយមួយនៅក្នុងវាមានជាមួយនឹងមនុស្ស2នាក់ដែលម្នាក់ក្នុងចំណោម2នាក់គេមានឈ្មោះថាគូឈីងហាននិងម្នាក់ដែលដើរចុះឡើងទាំងតក្រហល់និងគឺមានឈ្មោះថាគូយូយ៉ាងអបេគូយូយ៉ាងនឹងខ្ជិលចាំច្រើននាំតែអន្ទះសាអញ្ចឹងក៏សម្រាប់ខ្លួនធ្វើដំណើរមកកាន់អណ្ដងរ៉ែក្រោមដីមកដល់ភ្លាមប្រើប្រាស់នៅស្នៀតរុករករបស់គេស្វែងរកមនុស្សនៅក្នុងអណ្ដងរ៉ែក្រោមដីដោយអាយុប្រមាណគេក៏បានរកឃើញលូយ៉ាងព្រមជាមួយនឹង5នាក់ទៀតរួចហើយគូយូយ៉ាងនឹងក៏បានសួរមកកាន់3នាក់ដែលលូយ៉ាងគម្រាមឲ្យនៅនឹងថាពួកគេបានឃើញចាស់ទុំគូយន្តសឹងដែរឬទេ3នាក់នឹងវិញគេអត់ហ៊ានឆ្លើយភ្លាមនោះទេព្រោះគេងាកទៅមើលកសែភ្នែកដ៏ខុសខើរបស់លូយ៉ាងចំពោះលូថៃគេក៏បានប្រាប់លូយ៉ាងឲ្យបានដឹងអំពីអបេគូយូយ៉ាងនឹងថាគេគឺជាព្រះឋានសួគ៌កម្រិតទី4នៅក្នុងគ្រួសារគូគឺគូយូយ៉ាងដឹងថាគេមកពីគ្រួសារគូបែបនេះលូយ៉ាងក៏បាននិយាយទៅកាន់គូយូយ៉ាងនឹងថាគូយូយ៉ាងបើចូលជាលោកបានមកដល់ទៅហើយអញ្ចឹងលោកគឺនឹងមិនអាចចាស់ចេញពីទីនេះបាននោះទេលោកត្រូវតែខ្ញុំអាចចាស់ចេញបានមុនលោកបើមិនដូច្នេះនោះទេខ្ញុំគឺសុខចិត្តឲ្យលោករួមដំណើរជាមួយនឹងមនុស្សប្រមាណអ្នកដែលខ្ញុំបានកប់នេះទេចោះបន្ទាប់ពីឃើញភ្នោគូយូយ៉ាងក៏បានបញ្ចេញនៅស្នៀតរុករករបស់គេនឹងបានដឹងថានោះគឺជាភ្នោនៃសមាជិកគ្រួសារគូរបស់គេតែគេមិនទាន់បានដឹងថាមានភ្នោចាស់ទុំគូយន្តសឹងរបស់គេនោះទេអញ្ចឹងក៏បានសួរទៅកាន់លូយ៉ាងថាដែលព្រះប្រឡាត Master តើលោកបានធ្វើអ្វីទៅលើចាស់ទុំគូយន្តសឹងរបស់ពួកយើងលូយ៉ាងក៏បានប្រាប់គេថានេះគឺជាលទ្ធផលដែលគេសំតែទទួលបានព្រោះតែគេជំរុញខ្លួនឯងខ្លាំងពេកពួកគេគិតថាការដកថយបន្តិចម្ដងរបស់ពួកគេវាគឺមិនល្អដូច្នេះហើយគឺមានតែទទួលបានលទ្ធផលបែបនេះតែប៉ុណ្ណោះគ្រាន់តែលើសម្ដីរបស់លូយ៉ាងអញ្ចឹងភ្លាមក៏បានធ្វើឲ្យគូយូយ៉ាងនឹងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងស្រែកឡើងផ្លត់សម្លេងថាតើនេះវាមិន
ទាំងអាចទៅរួចទៅហើយលោកថៃយើងវិញបន្តឲ្យបានឃើញគូយូយ៉ាងដូច្នេះគេក៏បានប្រាប់គូយូយ៉ាងថាយូយ៉ាងលោកគួរតែទទួលស្គាល់នៅការពិតទៅបើលោកនៅតែបែបនេះច្បាស់ណាស់លោកគឺកំពុងតែបលែងជាមួយនឹងភ្លើងហើយយូយ៉ាងគេក៏បានល្ងើដល់ប្រមាណអ្នកនៅក្នុងភ្នោនឹងដែរព្រោះគេក៏មិនចេះតែបថយតែប្រាស់នោះទេអញ្ចឹងគេក៏បានគិតថាដែលព្រះឈានខុនម្នាក់នេះគេគ្រាន់តែជាព្រះឋានសួគ៌កម្រិតទី2តែប៉ុណ្ណោះប៉ុន្តែគេតើអាចថាគេគឺជាត្រូវហើយតើអាចដែរឬទេថាគេមានសន្លឹកអាត់នៅក្នុងដៃរបស់គេសេរឿងក៏បានកាត់មកដល់ក្នុងភូមិគ្រឹះខសាគូជាមួយនឹងគូឈិញហានកំពុងតែរងចាំគូយូយ៉ាងអន្ទះសាហើយគេក៏បានគិតផងដែរថាវាពិតជាចម្លែកខ្លាំងណាស់សូម្បីតែគូយូយ៉ាងក៏មិនមានដំណឹងដែរនេះវាច្បាស់ជាមានរឿងធំកើតឡើងជាមិនខានបញ្ចេញដៃរបស់គេឡើងមកសរសេរសារបញ្ចូលទៅក្នុងដៃបញ្ជូនដំណឹងទៅកាន់នរណាម្នាក់ក៏មិនដឹងបែបនេះហើយយើងមកតាមមើលដៃនឹងវិញវាគឺបានហោះសម្ដៅមកកាន់កន្លែងរបស់ដាព្រះអឺឡុងយ៉ាងគ្រាន់តែមកដល់ភ្លាមនឹងដាព្រះអឺឡុងយ៉ាងក៏បានដឹងថាក្នុងរយៈពេល30ឆ្នាំតែប៉ុណ្ណោះលុយយ៉ាងគេគឺបានទម្លុះឈានចូលទៅកាន់កម្រិតទី2នៃព្រះឋានសួគ៌បាត់ទៅហើយថែមទាំងបានយកឈ្នះព្រះឋានសួគ៌កម្រិតទី5ថែមទៀតម្នាក់នៅក្បែរនឹងក៏បានបន្ថែមទៀតថាមើលទៅដាព្រះឈិនគុនម្នាក់នេះគឺបានលាក់ខ្លួនដោយស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយប៉ុន្តែបើទោះបីជាគេខ្លាំងប៉ុណ្ណាក៏ដោយក៏គេនឹងមិនអាចបង្កបញ្ហានៅក្នុងកណ្ដាប់ដៃរបស់ខ្ញុំបាននោះទេលោកម្ចាស់ខ្ញុំនឹងធ្វើដំណើរទៅកាន់ទីក្រុងឈៀនលាវហើយតាមចាប់ខ្លួនអាលអិតម្នាក់នោះភ្លាមលើសម្ដីរបស់គេបែបនេះដាព្រះអឺឡុងយ៉ាងនឹងក៏បានដកដង្ហើមធំបន្តិចនឹងបានតបមកគេវិញថាបច្ចុប្បន្ននេះអ្នកការពារលោហិតអមតៈបានដឹកនាំការហ្វឹកហាត់របស់ម្ចាស់លោហិតដោយមិនធ្វើឲ្យពួកយើងមានការចាប់អារម្មណ៍អ្វីនោះទេអញ្ចឹងហើយយើងគឺត្រូវតែឆ្លៀតឱកាសមួយនេះដើម្បីដោះស្រាយនៅបញ្ហាដែលបានកើតឡើងហ្នឹងក៏ដូចជាដើម្បីប៉ះពៅនៅកំហុសដែលយើងបានសាងផងដែរបន្ទាប់ពីការងារបានសម្រេចហើយអ្នកការពារលោហិតអមតៈពេញចិត្តនោះច្បាស់ណាស់ពួកយើងនឹងទទួលបាននៅរង្វាន់ដ៏ល្អមួយនៅពេលនោះឯងក៏នឹងមានចំណែកផងដែរម្នាក់នឹងគេក៏បានប្រាជ្ញាចំពោះមុខដែលព្រះអឺឡុងយ៉ាងនឹងថាគេនឹងមិនធ្វើឲ្យបេសកកម្មដែលព្រះអឺឡុងយ៉ាងប្រកបលើគេនឹងបរាជ័យនោះឡើយយើងកាត់មកកាន់អណ្ដងរ៉ែក្រោមដីវិញនៅក្នុងឡាងដែលលូយ៉ាងព្រមទាំងអ្នកផ្សេងទៀតស្នាក់នៅវាក៏ដល់ពេលដែលផ្កាឈូកគ្រប់អាយុ20000ឆ្នាំហើយវាក៏បានលេចវត្តមានមកសាជាថ្មីធ្វើឲ្យអ្នកគ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពួកគេក៏បានក្រោកឈរឡើងដើរមកក្បែរផ្កាឈូកប៉ុន្តែលូយ៉ាងក៏បានបញ្ចេញនូវការភ្នែកមុតស្រួយសម្លក់មកមើលពួកគេអញ្ចឹងពួកគេក៏មិនហ៊ានទៀតទេរួចហើយលូយ៉ាងគេក៏បានស្រូបយកនៅផ្កាឈូកមួយនឹងយកមកទុកហើយក៏បានក្រោកឈរឡើងទាំងអស់គ្នាតែម្ដងប្រាប់ពីអ្នកនោះថាពួកគេទាំងអស់គ្នាគឺគួរតែដល់ពេលដែលត្រូវចែកផ្លូវគ្នាហើយបើសិនជាមានវាសនាពួកគេនឹងជួបគ្នាម្ដងទៀតជាមិនខានឡើយលូថៃក៏បាននិយាយមកកាន់លូយ៉ាងវិញថាគេអរគុណចំពោះទឹកចិត្តរបស់លូយ៉ាងហើយពួកគេទាំងពីរនាក់គឺជំពាក់ជីវិតរបស់លូយ៉ាងអញ្ចឹងពួកគេនឹងមិនភ្លេចគុណស្រ័យមួយនេះឡើយហើយគេក៏សូមជូនពរឲ្យលូយ៉ាងជួបនៅអនាគតដ៏អស្ចារ្យព្រោះលូយ៉ាងត្រូវបានកំណត់ថានឹងក្លាយទៅជាស្ដេចព្រះទៅហើយនិយាយគ្នាជាមួយនឹងលូថៃរួចហើយលូយ៉ាងគេក៏ប្រយ័ត្នប្រញាល់ធ្វើដំណើរចាចេញនៅពេលដែលលូយ៉ាងបានដើរហួស4នាក់នៅខាងមុខនោះក៏ស្រាប់តែគូយូយ៉ាងគេបានបញ្ចេញថាពលយ៉ាងចម្លែកប្រហែលជាដាក់នៅសញ្ញាតាមដានទៅលើខ្លួនរបស់លូយ៉ាងហើយមើលទៅមិនយូរប៉ុន្មានលូយ៉ាងគេក៏បានធ្វើដំណើរមកដល់ដែននៃផ្គររន្ទះគេក៏បាននិយាយផងដែរថារហូតដល់ដែននៃវិវត្តភាពទន់ខ្សោយបានមកដល់នោះវាត្រូវចំណាយពេលរហូតដល់30ឆ្នាំដោយបែបនេះហើយវាគឺជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់គេចូលទៅក្នុងភាពឯកោសម្រាប់ធ្វើការហ្វឹកហាត់មុននឹងរកកន្លែងដែលស័ក្តិសមសម្រាប់ធ្វើការហ្វឹកហាត់លូយ៉ាងគេក៏បានកាត់នៅស្បែកខោអាវរបស់គេបញ្ជូនទៅខាងមុខធ្វើជាចំហាយនៃខ្លួនរបស់គេដើម្បីពង្រៀងដានអ្នកដែលតាមស្វែងរកខ្លួនផងដែរបន្ទាប់មកសេរឿងក៏បានកាត់មកដល់ក្នុងគ្រួសារគូវិញជាមួយនឹងមនុស្សរបស់ដាវព្រះអឺឡុងយ៉ាងក៏បានធ្វើដំណើរមកដល់ទីនឹងសួរព័ត៌មានតាក់ទងជាមួយនឹងលូយ៉ាងអំពី2នាក់គូឈិញហាននិងគូយូយ៉ាងមនុស្សរបស់ដាវព្រះអឺឡុងយ៉ាងគេក៏បានដើរមកអង្គុយរួចហើយក៏និយាយថារយៈមុនខ្ញុំគឺបានឃើញពន្លឺដែលចេញពីខ្លួនរបស់គូយុនសឹងតើអ្នកណាទៅគិតថាគេបែរជាត្រូវស្លាប់នៅក្រោមកណ្ដាប់ដៃរបស់ដាវព្រះកម្រិតទី2ប៉ុណ្ណោះត្រូវហើយតើអ្នកទាំងពីរប្រកាសដែរឬទេថាដាវព្រះឈានគុនគឺគ្រាន់តែស្ថិតនៅក្នុងកម្រិតទី2ហើយក៏គ្មានកម្លាំងមានអំណាចអាចកំបាំងណាដើម្បីជួយគេគូយូយ៉ាងក៏បានរីកការប្រាប់ដល់ម្នាក់នឹងថាគេគឺបានសួរអំពីដាវព្រះដែលមានវត្តមាននៅទីនោះរួចហើយថាដាវព្រះឈានគុនម្នាក់នឹងគេទៅតែស្ថិតនៅក្នុងកម្រិតទី2តែប៉ុណ្ណោះគូឈិញហានក៏បានប្រាប់បន្ថែមទៀតថាគេក៏ទទួលបាននៅផ្កាឈូកដែលមានអាយុ20000ឆ្នាំផងដែរវានឹងមិនយូរប៉ុន្មាននោះទេនៅក្នុងការដែលគេ
អាចហ្វឹកហាត់និងឈានចូលទៅកាន់កម្រិតទី3នៃព្រះឋានសួគ៌គូយូយ៉ាងក៏បានប្រាប់ម្នាក់នឹងវិញទៀតថាកុំបារម្ភអីលោកម្ចាស់ខ្ញុំគឺបានដាក់សញ្ញាតាមដានលើខ្លួនគេផងដែររាល់ចលនារបស់គេគឺនឹងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពួកយើងហើយមនុស្សរបស់ដែលព្រះឡុងយ៉ាងបន្ទាប់ពីបានទទួលព័ត៌មានពីពាក្យនេះនឹងរួចហើយគេក៏បាននិយាយនៅក្នុងចិត្តថាផ្កាឈូកដែលមានអាយុ20000ឆ្នាំមែនទេបើនេះវាជាការពិតគឺល្អខ្លាំងណាស់មិនត្រឹមតែប៉ុណ្ណឹងនោះទេដែលព្រះជិនគុណក៏មានដែរអមតៈពីដើមផងដែរអញ្ចឹងនៅពេលដែលចាប់គេបានទ្រព្យសម្បត្តិទាំងអស់នឹងខ្លាយទៅជារបស់ខ្ញុំជាមិនខាតគិតបែបហ្នឹងរួចហើយពេលហ្នឹងក៏បានសរសើរទៅកាន់ពីអ្នកនោះថាការរីកាននិងការតាមដានរបស់គេក៏ពិតជាល្អដោយបែបនេះហើយពួកគេទាំងអស់គ្នាគឺគួរតែបញ្ញាប់ចាត់ការទៅបន្ទាប់ពីអាប៉ែហ្នឹងនិយាយរួចហើយសាច់រឿងនៃភាគទី1ក្នុងរដូវកាលទី3របស់យើងក៏ត្រូវបញ្ចប់នៅត្រឹមហ្នឹងអូខេហ្នឹងហើយអ្នកទាំងគ្នាសាច់រឿងរបស់យើងគឺទៅឲ្យបញ្ចប់ហើយចុងក្រោយក៏អត់មានអីនិយាយច្រើនដែរក្រៅពីអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចុច Subscribe ក៏ដូចជាការ Like ក្នុងវីដេអូនេះជាដើមហើយអ្វីដែលមានចង់និយាយក៏អត់មានអីច្រើនដែរមានតែប៉ុណ្្នឹងដែរអញ្ចឹងបាយបាយជួបគ្នាជាមួយនឹងវីដេអូក្រោយក៏ដូចជាភាគបន្តទៀត